វីដេអូតារាភាពយន្តជើងចាស់ច័ន្ទតារាទីរឿងមិនចូលចិត្តឲ្យគេហៅម៉ែតាមពិតសាច់រឿងពេញបែបនេះសោះនៅព្រឹកថ្ងៃទី20ខែមិថុនាឆ្នាំ2025នេះអ្នកលេងបណ្ដាញសង្គម Facebook ជាពិសេសអ្នកនៅក្នុងរង្វង់សិល្បៈជាច្រើនបានផ្ទុះការជជែកវែកញែកនៅរឿងវីដេអូរបស់តារាភាពយន្តជើងចាស់អ្នកស្រីច័ន្ទតារាទីដែលលើកឡើងមិនពេញចិត្តនៅពេលគេហៅម៉ែក្នុងវីដេអូខ្លីមិនដល់1នាទីនោះអ្នកស្រីច័ន្ទតារាទីបានរៀបរាប់ថាហើយក៏ចង់និយាយដែរមនុស្សឥឡូវមិនដឹងយ៉ាងម៉េចឃើញអ្នកណាក៏អ្នកគ្រូម៉ែអ្នកគ្រូម៉ែបងថាឲ្យទៀតអ្នកខ្លះចាស់សឹងចំណាស់ប្តីយើងតលតែពេលឃើញយើងម៉ែខ្ញុំថាណែហៅម៉ែនឹងអាម៉េចខ្ញុំធ្លាប់យកឪខ្លួនឯងនឹងពីងកាល់ព្រោះអត់ចូលចិត្តនិយាយឲ្យត្រង់ភាគច្រើនអ្នកនៅក្នុងសិល្បៈប្រហែលជាដឹងហើយជាការពិតទៅវីដេអូខាងលើនេះត្រូវបានកាត់តចេញពីកម្មវិធី Black White TV Show ដែលបានបង្ហោះជាផ្លូវការនៅថ្ងៃទី19ខែមិថុនាឆ្នាំ2025ដែលមានអ្នកស្រីពេជ្រសេរីរតន៍ជាអ្នករៀបចំកម្មវិធីនិងជាពិធីការនីក្នុងកម្មវិធីនោះវីដេអូក៏បានបញ្ជាក់ច្បាស់ៗដែរពីមូលហេតុដែលអ្នកស្រីច័ន្ទតារាទីមិនសូវពេញចិត្តឲ្យហៅនោះក៏ព្រោះតែស្ដាប់ទៅដូចជារឿងផ្សេងដូចជាហៅម៉ែយ៉ែមជាដើមឃើញម្ដាយត្រូវមហាជនផ្ទុះការវែកញែករឿងប្រកាន់ពាក្យគេហៅម៉ែកូនប្រុសអ្នកស្រីច័ន្ទតារាទីចេញបកស្រាយផ្លែតនៅយប់ថ្ងៃទី20ខែមិថុនាឆ្នាំ2025កន្លងទៅនេះកូនប្រុសបង្កើតរបស់អ្នកស្រីច័ន្ទតារាទីក៏បានចេញមកបង្ហោះសារថាថ្ងៃនេះផ្ទុះការវែកញែកពាក្យថាម៉ែដែលអ្នកម្ដាយរបស់ខ្ញុំបានហាមនិងមិនចង់ឲ្យអ្នកដទៃហៅគាត់ពាក្យនេះឥឡូវនេះក្លាយជាប្រធានបទក្តៅគគុកតាមពិតទៅមនុស្សនិងគ្រួសារនីមួយៗមានវិន័យរៀងៗខ្លួនម្ដាយខ្ញុំគ្រាន់តែចង់បញ្ជាក់ថាបុគ្គលដែលអាចហៅគាត់ថាម៉ែបានលុះត្រាតែជាកូនបង្កើតឬអ្នកដែលគាត់រាប់ទុកជាកូនតែបងប្អូនមួយចំនួនបែរជាយល់ខុសទៅជាគិតថាគាត់ចាស់ហើយមិនចង់ចាស់បានឌឺដងថាចង់ឲ្យគេហៅអូនមែនពាក្យថាម៉ែនេះក្នុងសង្គមសម័យឥឡូវគឺវាមានន័យច្រើនដូច្នេះហើយទើបគាត់មិនចង់ឲ្យបងប្អូនហៅគាត់ថាម៉ែគាត់បានប្រាប់មហាជនបងប្អូនមិនឲ្យហៅគាត់ថាបងស្រីអ្នកស្រីអ៊ំស្រីឬលោកយាយឯណាពាក្យរបស់ខ្មែរយើងគឺមានគ្រប់គ្រាន់សម្រាប់បងប្អូនយកទៅប្រើប្រាស់បានតាមកាលៈទេសៈគ្រាន់តែគាត់មិនចង់ឲ្យបងប្អូនហៅថាម៉ែបែរជានិយាយថាគាត់គ្មានសីលធម៌ព្រមទាំងប្រើប្រាស់ពាក្យប្រមាថមាក់ងាយដល់គាត់ទាំងដែលរូបគាត់ជាវីរករសិល្បៈជើងចាស់មួយរូបសូមបន្ថែមមួយទៀតអំពីពាក្យអ្នកគ្រូគាត់មិនបានហាមបងប្អូនមិនឲ្យហៅគាត់ថាអ្នកគ្រូនោះទេកាលដែលគាត់បានហាមមិនគួរឲ្យហៅអ្នកគ្រូនោះគឺគាត់ចង់សំដៅទៅលើការហៅទៅកាន់បុគ្គលដែលមិនធ្លាប់ឆ្លងកាត់សាលាសិល្បៈត្រឹមត្រូវនិងគ្មានបទពិសោធន៍បងប្អូនពូមីងដែលធ្លាប់បានស្គាល់អ្នកម្ដាយខ្ញុំប្រកាសជាដឹងហើយថាគាត់ជាមនុស្សបែបណាគាត់គឺជាបុគ្គលម្នាក់ដែលគ្មានរឿងអាស្រូវម្ដងណាឡើយក្នុងសង្គមសិល្បៈមានតែចូលរួមជួយសង្គមជាតិនិងសប្បុរសធម៌នានាក្នុងនាមជាកូនប្រុសរបស់គាត់ខ្ញុំពិតជាមិនអាចទទួលយកបានទេនៅពាក្យដែលបងប្អូនមួយចំនួនបានប្រើមកលើគាត់បែបចំអកលក់លុយបែបនេះសូមអភ័យទោសបើការសម្រាយរបស់ខ្ញុំខាងលើនេះមានការខុសឆ្គង